ការជំលះខ្លួននិងការរកឃើញកោះរឿងរ៉ាវបានចាប់ផ្ដើមឡើងជាមួយនឹងការផ្លាស់ទីលំនៅដ៏ចម្លែកបំផុតក្នុងប្រវត្តិសាស្ត្រគ្រួសារមួយដែលមានសមាជិក5នាក់រួមមានឪពុកម្ដាយនិងកូនប្រុស3នាក់បានជំលះខ្លួនជាមួយនឹងទ្រព្យសម្បត្តិទាំងអស់ព្រមទាំងសត្វពាហនៈនិងសត្វស្រុកជាច្រើនក្បាលរៀបចំធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដើម្បីស្វែងរកកោះស្ងប់ស្ងាត់មួយរស់នៅដាច់ដោយឡែកពីពិភពខាងក្រៅបន្ទាប់ពីការអណ្ដែតអណ្ដូងនៅលើផ្ទៃសមុទ្រអស់រយៈពេលជាច្រើនខែដោយគ្មានតម្រុយនៃដីគោកទើបធ្វើឲ្យពួកគេចាប់ផ្ដើមអស់សង្ឃឹមប៉ុន្តែភ្លាមនោះពួកគេបានប្រទះឃើញអណ្ដើកសមុទ្រមួយក្បាលហែរនៅជិតនោះដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាដីគោកនៅជិតនេះហើយឪពុកមានការរំភើបយ៉ាងខ្លាំងហើយរៀបនឹងលើកអាវុធប្រហារវាទៅហើយប៉ុន្តែកូនប្រុសទី2បានជ្រើសរើសប្រើខ្សែពួរទម្លាក់ទៅតាក់ស្នូកអណ្ដើកយ៉ាងស្ទាត់ជំនាញដោយសារតែអណ្ដើកសមុទ្រមួយក្បាលនេះជាអ្នកអូសទាញពួកគេក៏បានមកដល់កោះមួយកន្លែងដោយសុវត្ថិភាព2ជីវិតទើបចាប់ផ្ដើមនឹងការតស៊ូជាមួយសត្វព្រៃពេលមកដល់កោះអ្នកគ្រប់គ្នាមានក្តីរំភើបជាខ្លាំងចំពោះទេសភាពដ៏ស្រស់ស្អាតទោះជាយ៉ាងណាក៏ដោយកោះនេះពោពេញទៅដោយសត្វព្រៃជាច្រើនប្រភេទគ្រាតាំងពីឡើងដល់ច្រាំងភ្លាមម្ដាយត្រូវភ័យតក់ស្លុតជាខ្លាំងដោយសារតែសត្វតុកែយក្សល្មូន Lizard មួយក្បាលប៉ុន្តែសម្រាប់កូនប្រុសពៅវិញវាហាក់ដូចជាពិភពឋានសួគ៌របស់គេខណៈពេលដែលទ្រព្យសម្បត្តិនិងអីវ៉ាន់កំពុងត្រូវរៀបចំកូនពៅបានលួចចូលទៅក្នុងព្រៃស្ងាត់ជាមួយនឹងដើមអំពៅនៅក្នុងដៃដើម្បីដេញចាប់កូនដំរីដ៏គួរឲ្យស្រឡាញ់មួយក្បាលដោយមិនបានដឹងខ្លួនស្រាប់តែមានខ្លាធំមួយក្បាលកំពុងលាក់ខ្លួននៅក្បែរនោះដែរបន្ទាប់ពីអន្ទាក់ដែលកូនពៅរៀបចំបានជោគជ័យនិងតាក់ជើងកូនដំរីបានខ្លាធំក៏បានដើរចេញមកពីក្នុងព្រៃយ៉ាងគំរាមកំហែងកូនពៅភ័យខ្លាចខ្លាំងពេកក៏រត់ចេញទុកឲ្យកូនដំរីដែលជាប់ចំណងត្រូវប្រឈមមុខនឹងសត្វសាហាវទោះជាយ៉ាងណាកូនពៅមិនបានរត់ចោលឡើយគេបានត្រឡប់មកវិញឈើមួយកំណាត់បោះសំដៅទៅខ្លាដើម្បីបង្វែរអារម្មណ៍ប៉ុន្តែបែរជាធ្វើឲ្យខ្លាកាន់តែខឹងសម្បារនិងស្ទុះមកខាំគេទៅវិញសំណាងល្អម្ដាយបាននាំយកកងទ័ពឆ្កែការពារខ្លួន Dog Team មកដល់ទាន់ពេលវេលាសត្វឆ្កែស្មោះត្រង់ពីរជើងបានស្ទុះទៅប្រយុទ្ធជាមួយខ្លាធំរហូតទាល់តែខ្លាធំរត់បាត់ចូលព្រៃវិញព្រឹត្តិការណ៍នេះបានបញ្ជាក់ថាគ្រួសារមួយនេះបានក្លាយជាអ្នកគ្រប់គ្រងដែនដីថ្មីនេះហើយ3ការសាងសង់ផ្ទះលើដើមឈើនិងប្រព័ន្ធបច្ចេកវិទ្យាដើមឡើយដើម្បីការពារសមាជិកគ្រួសារពីការវាយប្រហារនៃសត្វសាហាវពួកគេបានសម្រេចចិត្តសាងសង់ផ្ទះនៅលើដើមឈើពួកគេបានប្រើប្រាស់កម្លាំងកូនដំរីនិងសត្វសេះឲ្យជួយអូសឈើនិងសម្ភារផ្សេងទោះជាយ៉ាងណាម្ដាយមានការព្រួយបារម្ភថាការរស់នៅលើដើមឈើអាចបង្កគ្រោះថ្នាក់ការព្រួយបារម្ភរបស់នាងបានคล้ายជាការពិតនៅពេលដែលកូនពៅបានឡើងទៅលើដើមឈើដើម្បីចាប់កូនស្វាមួយក្បាលមកលេងប៉ុន្តែគេបានរអិលជើងធ្លាក់ចង់ជាប់និងព្យួរខ្លួនលើខ្សែពួរសំណាងល្អដែលពួកភីគីមនុស្សធំនៅជិតនោះហើយបានជួយសង្គ្រោះគេទាន់ពេលដើម្បីកុំឲ្យប្រពន្ធបារម្ភនិងចាក់ចេញឪពុកនិងកូនបានខិតខំកែច្នៃផ្ទះដើមឈើនោះឲ្យកាន់តែមានសុវត្ថិភាពនិងទំនើបពួកគេបានសាងសង់បន្ទប់ចំនួន3មានបង្កាន់ដែកការពារយ៉ាងរឹងមាំមានប្រព័ន្ធទឹកស្អាតដែលអាស្រ័យលើស្នូកអណ្ដើកធ្វើជាកងលាងដៃនិងអាចផឹកបានភ្លាមថែមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជលអគ្គិសនី Water Power ដើម្បីបង្កើតជាទូទឹកកកទូត្រជាក់គ្មានដែនកំណត់ទៀតផងអ្វីដែលពិសេសជាងគេនោះគឺបង្អួចពន្លឺព្រះអាទិត្យដំបូលបើកចំហ Skylight ដែលអាចទាញខ្សែពួរដើម្បីបើកមើលផ្កាយនិងព្រះច័ន្ទនៅពេលយប់រៀបចំរួចរាល់ម្ដាយមានក្តីរំភើបនិងរំជួលចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្តីនិងកូន4ការព្រួយបារម្ភរបស់ម្ដាយនិងការចាកចេញជីវិតនៅលើកោះបានកន្លងផុតទៅយ៉ាងរលូនពួកគេបានបង្កើតកន្លែងកម្សាន្តកន្លែងជិះហោអិលលើទឹកនិងការបង្វឹកសត្វព្រៃជាច្រើនដូចជាសត្វឆ្កែចកកូនដំរីសត្វអូទ្រីសព្រមទាំងសត្វបង្កាប់ផ្សេងប៉ុន្តែថ្ងៃមួយម្ដាយបានសម្ដែងការព្រួយបារម្ភប្រាប់ឪពុកថាពួកយើងមិនអាចរស់នៅលើកោះនេះអស់មួយជីវិតបានទេចុះកូនប្រុសទាំង3នាក់វិញនៅទីនេះពួកគេគ្មានសង្ឃឹមសូម្បីតែរកប្រពន្ធរៀបការតើត្រឹងឲ្យពួកគេនៅលីវពេញមួយជីវិតឬដោយសារតែបញ្ហានេះឪពុកក៏បានយល់ព្រមឲ្យកូនប្រុសច្បង William និងកូនប្រុសទី2 Peter រៀបចំទូកតូចមួយដើម្បីធ្វើដំណើររុករកជុំវិញកោះនិងស្វែងរកតម្រុយនៃពិភពខាងក្រៅ5ការជួយសង្គ្រោះប្អូនស្រីអាតកំបាំង Bella ពីក្រញាំដៃចោលសមុទ្រកូនប្រុសទាំងពីរបានធ្វើដំណើរតាមទូកអស់រយៈពេល3ថ្ងៃ3យប់នៅពេលដែលពួកគេបានរកឃើញដីគោកថ្មីមួយទូករបស់ពួកគេត្រូវរលកបោកបាក់ធ្លាក់ចូលសមុទ្រពេលឡើងដល់ច្រាំងពួកគេបានប្រទះឃើញក្រុមចោរសមុទ្រមួយក្រុមដែលកំពុងចាប់ចំណាប់ខ្មាំង2នាក់បុរសចំណាស់ម្នាក់និងក្មេងប្រុសម្នាក់បងប្អូនទាំងពីរបានសម្រេចចិត្តលួចជួយសង្គ្រោះចំណាប់ខ្មាំងពួកគេអាចរំដោះបានក្មេងប្រុសម្នាក់ប៉ុន្តែដោយសារតែត្រូវចោរសមុទ្រដឹងខ្លួនពួកគេក៏ប្រញាប់រត់គេចខ្លួនជាប្រញាប់
នៅពេលរត់ដល់មាត់ស្ទឹងក្មេងប្រុសដែលត្រូវគេជួយសង្គ្រោះនោះបែរជាលួចយកកាំភ្លើងខ្លីរបស់ពួកគេហើយស្រែកថានឹងត្រឡប់ទៅជួយលោកតាវិញកូនប្រុសច្បងបានស្ទុះទៅប្រយុទ្ធនឹងដណ្ដើមកាំភ្លើងមកវិញនៅក្នុងការវាយតប់គ្នានោះកូនប្រុសច្បងបានជ្រូតជ្រុះមុខរបស់ក្មេងប្រុសនោះចេញស្រាប់តែទម្លាយការថាក្មេងប្រុសម្នាក់នេះគឺជាមនុស្សស្រីស្អាតម្នាក់ឈ្មោះ Bella ដោយសារតែគោលបំណងដើមនៃការមកទីនេះគឺដើម្បីស្វែងរកប្រពន្ធពេលឃើញស្រីស្អាតបែបនេះចិត្តខឹងរបស់បងប្អូនទាំងពីរក៏លាបាត់